អូខេអញ្ចឹងកន្លែងនេះដំបូងធ្នឹមនៅវល់ខាងឆ្វេងនេះគឺដូចនៅខាងស្ដាំនឹងអញ្ចឹងក៏ប៉ុន្តែដោយសារតែយើងត្រូវដាក់បន្ទុករាយពីជំហៀងមកអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាសាកល្បងលុបអាវល់ខាងឆ្វេងនេះហើយគូធ្នឹមតែមួយបានហើយខ្ញុំគូធ្នឹមតែមួយហើយបាទខ្ញុំចែកធ្នឹមនឹងជា3កំណាត់ហើយបន្តមកទៀតបានហើយគូធ្នឹមតែមួយហើយដាក់បន្ទុកហើយចែកវាជា3កំណាត់ហើយបានដូរមកកាត់ជាមួយខ្ញុំសាកល្បងធ្វើអញ្ចឹងសិនតែខ្ញុំមិនដឹងថាវាកើតឬក៏អត់ទេតោះអញ្ចឹងយើងបង្កើត load case ថ្មីអញ្ចឹងវាជា lateral earth pressure នេះ pressure load lateral earth pressure តាំងវាដោយ EH មួយនេះអូខេអញ្ចឹងខ្ញុំបង្កើត load case ថ្មីnew load type ហើយបន្តមកទៀតតាំងវាដោយអក្សរ EH add នេះគ្នាបាន load case ថ្មី close ហើយចាប់ផ្ដើមដាក់បន្ទុកអញ្ចឹងពេលដាក់បន្ទុកចូល member ដែរក៏ប៉ុន្តែដោយសារតែបន្ទុក lateral earth pressure វាអត់ស្មើហើយនេះវាប្រែប្រួលអញ្ចឹងក្នុងនេះសង្ខេបមកប្រែប្រួលពី10គីឡូញូតុនក្នុង1ម៉ែត្រមក46គីឡូញូតុនក្នុង1ម៉ែត្រអញ្ចឹងនៅកន្លែងនេះខ្ញុំយកអានេះចានេះវារៀងស្មុគស្មាញបន្តិចខ្ញុំយក case នេះគឺមាន P តម្លៃ P2 P1 ហើយនិង P2 ហើយរបស់យើងគឺតាម AX ដោយសារតែនេះ AX អានេះជា AX ហើយបន្ទុកគឺតាម AD អញ្ចឹងតាម AX នេះអញ្ចឹងបើបន្ទុកនឹងតាម AX ខ្ញុំយកបន្ទុកតាម AX ហើយដូចគ្នាអញ្ចឹងដោយសារតែខាងលើនេះ10គីឡូញូតុនក្នុង1ម៉ែត្រហើយខាងក្រោមនេះ46គីឡូញូតុនក្នុង1ម៉ែត្រអញ្ចឹងមានន័យថាកន្លែងនេះ x ស្មើ0កន្លែងនេះ relatively x ស្មើនឹង1អញ្ចឹងកន្លែងនេះត្រូវនេះ x ស្មើ0 x ស្មើ1នៅពេលដែល x ស្មើ0តម្លៃវា10ហើយនៅពេលដែល x ស្មើនឹង1តម្លៃបន្ទុកនឹង46ហើយបន្តមកទៀតខ្ញុំចាប់ផ្ដើម add តែកន្លែងនេះមើលនេះផងអានេះដោយសារ 2p 3p 4p អញ្ចឹងរបស់យើងមានតែ2ចំណុចទេអញ្ចឹងយើងដាក់ 2p មានតែ p1 p2 អញ្ចឹងខ្ញុំ add ហើយតបខ្ញុំដាក់ mouse អញ្ចឹងដើម្បីដឹងថា p1 p2 មើលសញ្ញាព្រួយនេះបើខ្ញុំដាក់នៅក្បែរខាងលើនេះសញ្ញាព្រួយមានន័យចាប់ផ្ដើមពីលើមកក្រោមអញ្ចឹង p1 នៅខាងលើ p2 នៅខាងក្រោមតែបើខ្ញុំដាក់អញ្ចេះវិញសញ្ញាព្រួយពីក្រោមឡើងទៅលើសញ្ញាព្រួយនេះនេះសញ្ញាព្រួយនេះអញ្ចឹង p1 នៅក្រោម p2 ឡើងលើវិញអញ្ចឹងនេះគឺយើងដាក់អញ្ចេះ p1 នៅខាងលើ p2 នៅខាងក្រោមអូខេអញ្ចឹងខ្ញុំ click ហើយ apply បន្ទុកចុះមកអញ្ចឹងម្ដងទៀតចូលកន្លែងនេះនេះខ្ញុំអត់តាមបំពេញទេ10 46អូខេអានេះ AX global axis 10 46អូខេអត់មាន angle អីទេ add ហើយដាក់ខ្ញុំដាក់ខុសខ្ញុំនិយាយមិញហើយដាក់ខុសម្ដងទៀតadd ដាក់អញ្ចឹងមិនត្រូវខ្ញុំបិទសាច់នេះវិញនេះខាងលើ10ខាងក្រោមនេះ46អូខេអញ្ចឹងខ្ញុំ close ហើយបន្តមកទៀតខ្ញុំសាកល្បងចែកធ្នឹមនឹងជាកំណាត់អញ្ចឹងខ្ញុំត្រូវគូរបស់បន្ថែមដើម្បីចែកធ្នឹមនឹងខ្ញុំចូល geometry ហើយចូល object ហើយខ្ញុំគូ line ខ្ញុំយក polyline យកតែ line បានហើយត្រូវការតែ2ចំណុចទេអញ្ចឹងកន្លែងនេះមាន geometry ចូល geometry ទៅដាក់ p1 p2 អញ្ចឹងគូកន្លែងនេះមកដល់កន្លែងនេះខ្ញុំបាន line មួយកន្លែងនេះមកដល់កន្លែងនេះបាន line មួយទៀតហើយ close line នេះខ្ញុំគូវាដើម្បីចែកធ្នឹមនេះជា3កំណាត់ខ្ញុំចូល edit select វាហើយ select វាសិនណាហើយបានយកចូល edit នេះហើយចូល intersect ហ្នឹងមានន័យថាចែកធ្នឹមជាកំណាត់អូខេអញ្ចឹងខ្ញុំគេ select intersect មកខ្ញុំឃើញថាធ្នឹមនេះចែកជា3កំណាត់តែមិនអត់វាអត់ចែកចឹងអញ្ចឹងមានន័យថាបន្ទាត់ object នេះអាចចែកធ្នឹមបានទេអញ្ចឹងមិនអញ្ចឹង
chân bà chỉ nhầm tới cú ấy thôi mày bà chỉ nhầm tới cú và toạc môi chào hai lúc vi tranh vĩnh bà chỉ anh mình chi xa đại lọ chân nắng có bàn tay nhưng che tập phân nắng nhưng bà chi xa nắng xa là bỏ select clear edit intersect okឥឡូវវាចែកធ្នឹមនឹងជា3កំណាត់ហើយអញ្ចឹងខ្ញុំលុបធ្នឹមនេះចោលវិញកុំឲ្យច្រឡំហើយបន្តមកទៀតមើលបន្ទុកនៅដដែលអូខេបន្ទុកនៅដដែលអញ្ចឹងខ្ញុំដូរមកកាត់ធ្នឹមនេះអញ្ចឹងដូរមកកាត់ធ្នឹមខ្ញុំយក taper នេះហើយខ្ញុំ apply អញ្ចឹងមើលសញ្ញាព្រួញនេះអញ្ចឹងខ្ញុំ apply អញ្ចឹងវិញពីលើមកដងទៀត wait apply ខុសទៀតហើយអាហ្នឹងខុសទិសដៅហ្នឹងគឺខុសទិសដៅសញ្ញាព្រួញខ្ញុំដាក់ចេះ yeah ចឹងមានអាដបងតូចអាខាងចុងធំចឹងដាក់អានេះដូចគ្នា cell មកវាជាប់អាលេខ7នេះហើយយកអានេះដាក់ចេះណា yeah ចឹងខ្ញុំដូរបានហើយបន្ទុកនៅដដែលចឹងយើងមិនបាច់ពិបាកគិតរឿងបន្ទុកដាក់2 3កលៈឯងនេះដាក់បន្ទុកហើយហើយយើងចែកធ្នឹមហើយមកយើងដូរមកកាត់ធ្នឹមវិញអញ្ចឹងអាខាងនេះដូចគ្នាអាខាងនេះអ្នកនរគ្នាអាចសាកធ្វើអញ្ចឹងដែរខាងនេះសាកលបងធ្វើអញ្ចឹងដែរតែខ្ញុំអត់ធ្វើម្ដងទៀតទេតែខាងនេះគឺទិសដៅសម្ពាធដីនឹងផ្ទុយគ្នាអានេះទិសដៅ x វិជ្ជមានពីឆ្វេងទៅស្ដាំចាខាងនេះទៅទិសដៅ x អវិជ្ជមានពីស្ដាំទៅឆ្វេងវិញធ្វើតាមរបៀបនៅក្នុងវីដេអូហ្នឹងអូខេអញ្ចឹងប៉ុណ្ណឹងសម្រាប់ការដាក់សម្ពាធដីតាម update